រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្តីនិងជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីជប់កិច្ចសន្យាមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តនិងនិវត្តជនចំនួន604នាក់ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខក្រោមអធិបតីឯកឧត្តមនូសាខនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលថ្លែងក្នុងពិធីនេះឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថាការជួបជុំគ្នានាពេលនេះគឺជាប្រពៃណីទំនៀមទម្លាប់ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំគឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួបសំណេះសំណាលនិងឧបត្ថម្ភនៅថវិកាមួយចំនួនជូនបងប្អូនមន្ត្រីរាជការដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្ដែងឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្ត្រីរាជការទាំងអស់ជាពិសេសមន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តកណ្ដាលសូមខិតខំបំពេញការងារនិងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឲ្យបានគ្រប់ជ្រុងជ្រោយទន្ទឹមនឹងនោះត្រូវបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនិងឆាប់រហ័សថែមទៀតជាងនេះទៅទៀតត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗឲ្យស្របតាមសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្នបន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់បណ្ដាទីចាត់ការនីមួយៗនៃរដ្ឋបាលខេត្តត្រូវប្រជុំត្រួតពិនិត្យមន្ត្រីរបស់ខ្លួនឲ្យបានជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពនិងការទទួលខុសត្រូវក្នុងការងារឲ្យបានល្អប្រសើរជាមួយគ្នានោះត្រូវកាត់បន្ថយនិងលុបបំបាត់ចំពោះមន្ត្រីដែលនៅមានកម្រិតនិងត្រូវគិតគូររៀបចំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទៅតាមតួនាទីភារកិច្ចជាក់ស្ដែងដើម្បីជំរុញឲ្យពួកគាត់អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានកាន់តែច្បាស់លាស់មានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់คล้ายជាមន្ត្រីដែលមានសក្តានុពលច្បាស់ការដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋផងដែរ